បាទសូមស្វាគមន៍មកដល់ថ្នាក់រៀនភាសាជប៉ុនជាមួយសិនសេសេកូថ្ងៃនេះជាថ្ងៃទី3ដែលយើងនឹងសិក្សាអំពីអក្សរហេរ៉ាកាណាក្រុមទី3ផងដែរបាទចង់ដឹងថាតើអក្សរហេរ៉ាកាណាក្រុមទី3នេះមានអក្សរអ្វីខ្លះមានចំនួនប្រមាណអក្សរយើងចាប់ផ្ដើមជាមួយគ្នាបាទនៅខាងស្ដាំដៃនេះបងប្អូនឃើញមានអក្សរចំនួន5តួអក្សរទាំង5តួនេះហើយគឺជាអក្សរក្រុមទី3នៃអក្សរហេរ៉ាកាណាដែលអក្សរតួទី1នេះគឺជាអក្សរស័កបាទអក្សរស័កដែលតាំងរ៉ូមែនជីដោយ SA បាទដោយ SA ហើយអក្សរស័កនេះមានចំនួន3គំនូសគំនូសទី1គំនូសទី2គំនូសទី3បាទម្ដងទៀតគំនូសទី1គំនូសទី2គំនូសទី3នេះគឺជាអក្សរស័កឥឡូវយើងមើលអក្សរតួទី2គឺអក្សរស៊ីបាទអក្សរស៊ីដែលអក្សរស៊ីនេះតាំងរ៉ូមែនជីដោយ S H I បាទ S H I ដែលអក្សរស៊ីនេះមានត្រឹមតែមួយគំនូសទេបាទងាយស្រួលដូចជាអក្សរ L ភាសាអង់គ្លេសដែរបាទនេះគឺជាអក្សរស៊ីឥឡូវយើងទៅមើលអក្សរតួទី3គឺអក្សរសឹអក្សរសឹដែលអក្សរសឹនេះតាំងរ៉ូមែនជីដោយ SU បាទ SU ដែលមានចំនួនត្រឹមតែ2គំនូសប៉ុណ្ណោះគំនូសទី1គំនូសទី2បាទជាថ្មីម្ដងទៀតគំនូសទី1គំនូសទី2អក្សរសឹបាទឥឡូវយើងទៅមើលអក្សរតួទី4គឺអក្សរសេបាទអក្សរសេដែលអក្សរសេនេះតាំងរ៉ូមែនជីដោយ SE បាទ SE អក្សរសេមានចំនួន3គំនូសបាទគំនូសទី1គំនូសទី2គំនូសទី3បាទជាថ្មីម្ដងទៀតគំនូសទី1គំនូសទី2គំនូសទី3អក្សរសេឥឡូវយើងមើលអក្សរតួទី5អក្សរតួទី5នេះគឺអក្សរសូបាទអក្សរសូដែលតាំងរ៉ូមែនជីដោយ SO បាទ SO ដែលមានត្រឹមតែមួយគំនូសទេដែលចាប់ផ្ដើមនាទីនេះហើយបត់មកបែបនេះបាទជាថ្មីម្ដងទៀត1ជាការស្រេចទាញមកព្រមគ្នាតែម្ដងអក្សរសូបាទសូមអនុវត្តសរសេរអក្សរស័កស៊ីសឹសេសូនៅលើសភៅសរសេរដៃរបស់ខ្លួនឲ្យបានច្រើនដងដើម្បីឲ្យចេះនិងចងចាំបាទឥឡូវនេះបងប្អូនទើបតែបានសិក្សាហើយនៅអក្សរស័កស៊ីសឹសេសូឥឡូវយើងទៅមើលពាក្យមួយចំនួនដែលផ្គុំឡើងដោយអក្សរទាំងអស់នេះសូមឆ្លើយទៅនឹងសំណួរដែលខ្ញុំសួរពេលនេះដើម្បីជាការអនុវត្តក្នុងការរៀនភាសាជប៉ុនពាក្យដំបូងនេះតើផ្ដើមឡើងដោយអក្សរអ្វីដែរបាទចុះអក្សរបន្ទាប់នេះបាទគឺឃើញមានអក្សរកៈហើយនឹងអក្សរស័កបាទអក្សរកៈនិងអក្សរស័កអញ្ចឹងយើងអានថាម៉េចឃើញអក្សរអ្វីយើងអានអក្សរនឹងមកប៉ុន្តែបងប្អូនសូមមើលត្រង់ចំណាំសិនរាល់អក្សរកៈគីគឺកេកូភាគច្រើនបញ្ចេញសំឡេងខឬខូរាល់ពេលវានៅខាងមុខពាក្យណាមួយបាទចឹងឥឡូវនេះយើងឃើញហើយអក្សរកៈនៅពីមុខពាក្យមួយនេះអញ្ចឹងយើងបញ្ចេញសំឡេងខវិញទៅជាខសៈខសៈបាទមិនមែនអានថាកសៈទេខសៈដែលខសៈនេះបកប្រែថាឆាត់បាទឥឡូវយើងទៅមើលពាក្យមួយទៀតតើផ្ដើមឡើងដោយអក្សរអ្វីអក្សរអ្វីដែរនេះចុះអក្សរមួយនេះបាទបងប្អូនឃើញហើយមានអក្សរអហើយនឹងអក្សរស៊ីបាទអស៊ីចឹងអានថាអស៊ីអស៊ី
អសិបប្រែថាជើងបាទឥឡូវយើងទៅមើលមួយពាក្យទៀតផ្ដើមឡើងដោយអក្សរអ្វីដែរបាទចុះអក្សរបន្ទាប់នេះបាទដោយបងប្អូនឃើញមានអក្សរអ៊ីហើយនឹងអក្សរសឹបាទអញ្ចឹងពាក្យនេះអានថាអ៊ីសឹអ៊ីសឹអ៊ីសឹបប្រែថាកៅអីបាទអ៊ីសឹបប្រែថាកៅអីឥឡូវយើងទៅមើលមួយពាក្យទៀតផ្ដើមឡើងដោយអក្សរអ្វីបានចុះអក្សរមួយនេះបានចុះអក្សរចុងក្រោយនេះបាទឃើញមានអក្សរសេអក្សរកៈហើយនឹងអក្សរអ៊ីបាទសេកៈហើយនឹងអ៊ីមុននឹងយើងអានពាក្យនេះបានសូមបងប្អូនមើលត្រង់កន្លែងកំណត់ចំណាំបន្តិចរាល់អបូកអ៊ីបញ្ចេញសំឡេងអៃបាទណាអបូកនឹងអ៊ីបញ្ចេញសំឡេងអៃអញ្ចឹងត្រង់នេះយើងឃើញមានហើយនេះកៈហើយនឹងអ៊ីដែលមានខ្យល់អនឹងអ៊ីអញ្ចឹងអ៊ីនេះអានថាអៃអញ្ចឹងយើងត្រូវអានថាម៉េចវិញពាក្យនេះអានថាសេកៃបាទអានថាសេកៃដែលសេកៃនេះបកប្រែថាផែនដីបាទឥឡូវយើងទៅមើលមួយពាក្យទៀតបាទតើផ្ដើមឡើងដោយអក្សរអ្វីដែរបាទចុះអក្សរមួយទៀតបាទបងប្អូនឃើញហើយមានអក្សរសូហើយនឹងអក្សរកុអញ្ចឹងពាក្យនេះអានថាសុកុសុកុបាទដែលសុកុនេះបកប្រែថានោះបាទនោះបាទសូមសរសេរនៅលើសៀវភៅទៅសេដៃរបស់ខ្លួនឲ្យបានច្រើនដងសូមទន្ទិញពាក្យទាំងអស់នេះដើម្បីឲ្យចងចាំបាទអរគុណចំពោះការយកចិត្តទុកដាក់ក្នុងការទស្សនាវីដេអូមួយនេះ Subscribe ដើម្បីទទួលបានមេរៀនបន្តសូមជួយ Like ជួយ Share ទៅកាន់មិត្តភ័ក្តិរបស់ខ្លួនដែលគិតថាពួកគាត់ចង់រៀនជប៉ុនដែរ